បងឃើញពាក្យខ្មែរអ្នកគ្រប់គ្រងបើយើងคล้ายទៅជានយោជកមានន័យថាយើងមានតួនាទីអីបងឃើញពាក្យខ្មែរអ្នកគ្រប់គ្រងមានន័យថាម៉េចអ្នកនឹងជានរណាអ្នកនោះគឺជាមនុស្សដែលមានសមត្ថភាពតែសមត្ថភាពអីចាត់ចែងចុះគ្រប់មានន័យថាម៉េចឲ្យគេគ្រប់ឲ្យអីគ្រប់មើលឥឡូវខ្ញុំមករៀបចំសិក្ខាសាលានេះរៀបចំសិក្ខាសាលាយើងខ្ញុំជាអ្នកគ្រប់គ្រងខ្ញុំត្រូវឲ្យបុគ្គលិកខ្ញុំអីគ្រប់មធ្យោបាយធ្វើដំណើរលុយសម្រាប់ចាយលុយសម្រាប់រៀបចំឲ្យគ្រប់បានខ្ញុំទៅអីគេបានខ្ញុំទៅក្រងគេបានយើងក្រងនឹងមានន័យថាម៉េចក្រងនឹងមានន័យថាម៉េចធ្វើឲ្យមនុស្សទាំងអស់ម៉េចធ្វើការងារជាមួយគ្នាដោយរលូននឹងវាស៊ីសង្វាក់គ្នាមកអ្នកណាត្រូវរៀបកៅអីអ្នកណាត្រូវរៀបតុអ្នកណាត្រូវរៀបអីម៉ោងណាអ្នកណាត្រូវអីដល់ម៉ោងនោះចេញមករលូនមកចឹងពាក្យអ្នកគ្រប់គ្រងនឹងច្បាស់អ្នកគ្រប់គ្រងមានតួនាទីមួយធ្វើម៉េចរើសមនុស្សឲ្យត្រូវដាក់មនុស្សឲ្យត្រូវកន្លែងដាក់មនុស្សឲ្យត្រូវពេលវេលានិងផលិតអីផលិតនៅផលិតផលមួយដែលត្រឹមត្រូវទៅតាមអ្វីដែលយើងចង់បាន